តុលាការថៃបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនបង់ពន្ធ$500 លានសហរដ្ឋអាមេរិកយោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថាតុលាការកំពូលរបស់ប្រទេសថៃកាលពីថ្ងៃទី17 ខែវិច្ឆិកាបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងជាប់ពន្ធនាគារលោកថាក់ស៊ីនស៊ីណាវ៉ាត្រាបង់ពន្ធដែលនៅសេសសល់ពីការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់លោកយោងតាមការបញ្ជាក់របស់ស្ថាប័នតុលាការដោយមានរបាយការណ៍បានលើកឡើងថាចំនួនទឹកប្រាក់ដែលត្រូវបង់គឺមានប្រហែលកន្លះពាន់លានដុល្លារនៅឆ្នាំ2006លោកថាក់ស៊ីនត្រូវបានរងការចោទប្រកាន់ពីបទពុករលួយនិងជាប់ក្នុងភាពចម្រូងចម្រាសជុំវិញការលក់ភាគហ៊ុនក្នុងក្រុមហ៊ុនស៊ីនខបរបស់លោកដោយមិនបង់ពន្ធក្រោយមកនៅឆ្នាំដដែលនោះលោកត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីក្នុងរដ្ឋប្រហារមួយហើយបន្ទាប់មកបានភៀសខ្លួនទៅបរទេសអស់រយៈពេលជាង1ទសវត្សរ៍អ្នកនយោបាយវ័យ76ឆ្នាំរូបនេះដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសថៃបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅទីក្រុងបាងកកពីបទពុករលួយក្នុងអំឡុងពេលកាន់អំណាចរបស់លោកកាលពីថ្ងៃច័ន្ទតុលាការកំពូលបានច្រានចោលការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងសំណុំរឿងពន្ធដារដោយបង្ខំលោកថាក់ស៊ីនឲ្យអនុវត្តតាមបទបញ្ជារបស់អគ្គនាយកដ្ឋានពន្ធដារនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការលោកសូរិយ័នហុងវិល័យទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានរាយការណ៍ថាតុលាការបានបញ្ជាឲ្យលោកថាក់ស៊ីនបង់បំណុលពន្ធនិងការផាកពិន័យចំនួន17កណ្ដោះសញ្ញា$6000 លានមន្ត្រីពន្ធដារបានដាក់វិក័យប័ត្រចំនួន$500 លានទៅលើអតីតនាយករដ្ឋមន្ត្រីរូបនេះក្នុងឆ្នាំ2017ដោយបានលើកឡើងនៅវិវាទមួយដែលជាចំណុចស្នូលនៃការបែកបាក់នយោបាយរបស់ប្រទេសរវាងអ្នកនយោបាយប្រជានិយមរូបនេះនិងស្ថាប័នយោធាភាពចម្រូងចម្រាសនេះផ្ដោតលើថាតើលោកថាក់ស៊ីនគួរបង់ពន្ធលើការលក់ក្រុមហ៊ុន SinCorp ទៅឲ្យក្រុមហ៊ុន Temasek Holding របស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ2006ឬយ៉ាងណាការផ្ទុកកំហឹងជុំវិញកិច្ចព្រមព្រៀងនេះដែលធ្វើឲ្យគ្រួសារស៊ីណាវ៉ាត្រាទទួលបានប្រាក់ចំណេញចំនួន1កណ្ដោះសញ្ញា$9000 លានអាមេរិកគឺជាចំណុចចាប់អារម្មណ៍សម្រាប់ការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកការតវ៉ាបានឈានដល់កម្រិតកំពូលក្នុងរដ្ឋប្រហារដែលបានទម្លាក់លោកពីតំណែងនិងបានបង្កឲ្យមានការប៉ះទង្គិចនយោបាយរ៉ាំរ៉ៃជាច្រើនឆ្នាំរវាងអ្នកគាំទ្រនិងអ្នកប្រឆាំងរបស់លោកសារព័ត៌មាន Channel News Asia បានសរសេររៀបរាប់ថាត្រកូលស៊ីណាវ៉ាត្រាអស់រយៈពេល2ទសវត្សរ៍មកហើយគឺជាសត្រូវដ៏សំខាន់របស់អិសរាជជនគាំទ្រយោធានិងគាំទ្ររាជានិយមរបស់ប្រទេសថៃដែលចាត់ទុកជានយោបាយប្រជានិយមរបស់ពួកគេជាការគំរាមកំហែងដល់សម្ដាប់ធ្នាប់សង្គមប្រពៃណីប៉ុន្តែត្រកូលស៊ីណាវ៉ាត្រាបានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់និងនយោបាយជាច្រើនលើករួមទាំងការដកកូនស្រីរបស់លោកថាក់ស៊ីនគឺលោកស្រីផែថងឋានចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងខែសីហាដោយសារការបំពានក្រមសីលធម៌ផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV